ខ្ញុំបានយកទូរស័ព្ទមួយគ្រឿងនេះយកទៅទម្លាក់យកម៉ូតូជិះកិនពីលើយកទៅត្រាំទឹកហើយនឹងយកទៅវាយរបស់ផ្សេងៗទៀតប៉ុន្តែវានៅតែអាចធ្វើការប្រើប្រាស់បានធម្មតាហើយចំពោះគុណភាពថ្មវិញនេះគឺជាទូរស័ព្ទទី1ដែលមានទំហំថ្មធំជាងគេនៅលើពិភពលោកហើយនេះគឺជា Honor X9D ចាប់ផ្ដើមជាមួយនឹងការបើកប្រអប់ X9D នេះគឺយើងទទួលបានជាមួយនឹងទូរស័ព្ទដ៏ស្រស់ស្អាតមួយខ្សែសាក USB Type C មួយដុំសាកកម្លាំង 66W មួយព្រមទាំងស្រោមការពារទូរស័ព្ទមួយដែរចាប់ផ្ដើមជាមួយនឹងការរចនារបស់ Honor X9D នេះគឺយើងឃើញថានៅខាងមុខគឺប្រើប្រាស់ជាមួយនឹងកញ្ចក់ Aluminium Silicate ដែលវាមានភាពរឹងមាំហើយនៅជុំវិញខ្លួនគឺប្រើប្រាស់ជាមួយនឹងសូមដែកហើយចំពោះផ្នែកខាងក្រោយវិញគឺជាប្រភេទស្បែកដែលវាមានភាពងាយស្រួលក្នុងការកាន់ហើយជាពិសេសនោះគឺវាអត់ប្រឡាក់ជាមួយនឹងស្នាមកញ្ចៅដៃរបស់យើងទេចំណុចដ៏លេចធ្លោជាងគេនៅក្នុងទូរស័ព្ទមួយនេះគឺភាពធន់របស់វាដែលខ្ញុំចង់ឲ្យបងប្អូនអ្នកដឹងខ្លាំងមែនទែនហើយខ្ញុំបានធ្វើការតេស្តផ្ទាល់គឺឃើញថាវាពិតជាធន់មែនទូរស័ព្ទមួយនេះគឺមកជាមួយនឹង Full IP Protection តែម្ដងគឺ IP66 IP68 ហើយនិង IP69K ថែមទៀតដែលកន្លែងហ្នឹងគឺអាចបញ្ជាក់ថាទូរស័ព្ទមួយនេះគឺវាធន់នៅក្នុងកលៈទេសៈដូចជាការដែលខ្ញុំយកម៉ូតូជិះកិនពីលើវាការដែលខ្ញុំតម្លាក់វាពីលើចដើយកទៅត្រាំទឹកហើយនឹងការដែលយកទូរស័ព្ទមួយនេះទៅវាយទៅលើវត្ថុផ្សេងៗទៀតហើយអ្វីដែលសំខាន់នោះគឺបន្ទាប់ពីធ្វើតេស្តហើយទូរស័ព្ទមួយនេះគឺនៅតែអាចប្រើប្រាស់បានធម្មតាហើយសម្រាប់ទូរស័ព្ទមួយនេះគឺវាមកជាមួយនឹងបច្ចេកវិទ្យាមួយដែលគេហៅថា Ultra Bound Anti-Drop Technology ដែលវាអាចធ្វើការការពារពីការធ្លាក់កម្ពស់រហូតដល់ 2.5 ម៉ែត្រឯណោះហើយបន្ថែមពីទាំងទៀតសម្រាប់ Honor X9D នេះគឺទទួលបានជាមួយនឹងវិញ្ញាបនបត្រ SGS Triple Resistant Premium Performance Certification ដែលវាមានភាពធន់ហើយនឹងការពារពីការធ្លាក់ការចូលទឹកហើយនឹងការពារពីធូលីផ្សេងៗជាច្រើនហើយចំពោះការតេស្តការប្រើប្រាស់ជាក់ស្ដែងគឺឃើញថាទោះបីជាអេក្រង់របស់វាសើមទឹកក៏ដោយក៏យើងនៅតែអាចធ្វើការបញ្ជាប្រើប្រាស់បានធម្មតាចំណុចបន្ទាប់ដែលវាគឺជារឿងសំខាន់មួយដែលខ្ញុំចង់ឲ្យបងប្អូនអ្នកដឹងនោះគឺតាក់ទងជាមួយនឹងគុណភាពថ្មនៅលើទូរស័ព្ទមួយនេះចំពោះ Honor X9D នេះគឺបំពាក់មកជាមួយនឹងថាមពលថ្មដែលមានទំហំ 8300 mAh ជាប្រភេទ Silicon Compound ដែលទូរស័ព្ទមួយនេះគឺមានថាមពលថ្មធំជាងគេនៅលើពិភពលោកក្រុមហ៊ុនក៏បានធ្វើការបញ្ជាក់ដែរថាបើសិនជាយើងយកទូរស័ព្ទមួយនេះទៅស្ដាប់ចម្រៀងវិញគឺយើងអាចធ្វើការប្រើប្រាស់បានរហូតដល់52ម៉ោងបើសិនជាយើងប្រើប្រាស់ទៅលើ online video គឺបានរហូតដល់24ម៉ោងបើសិនជាយើងលេង game គឺអាចបានរហូតដល់16ម៉ោងហើយបើសិនជាយើងធ្វើការប្រើប្រាស់សម្រាប់ video call គឺអាចបានរហូតដល់12ម៉ោងចំពោះគុណភាពថ្មគឺវាពិតជាស៊ីសងទៅលើការប្រើប្រាស់ក៏ដូចជាការងារប្រចាំថ្ងៃរបស់យើងបើសិនជាយើងប្រើការងារតិចតួចអីគឺគុណភាពថ្មប៉ុណ្នេះយើងអាចប្រើប្រាស់បានរហូតដល់3ថ្ងៃដោយមិនចាំបាច់សាកនោះទេមួយវិញទៀតនៅក្នុងទូរស័ព្ទមួយនេះគឺមានជាមួយនឹង Ultra Power Saving Mode ដែលយើងអាចធ្វើការសន្សំសំចៃថ្មបានហើយបើសិនជាទូរស័ព្ទរបស់យើងសល់តែ 2% គឺយើងអាចធ្វើការប្រើប្រាស់សម្រាប់ call បានរហូតដល់1ម៉ោងឯណោះទូរស័ព្ទដែលមានទំហំថ្មធំគឺជារឿងដែលល្អមួយប៉ុន្តែរឿងដែលសំខាន់មួយទៀតគឺតាក់ទងជាមួយនឹងកម្លាំងសាករបស់វាហើយចំពោះទូរស័ព្ទមួយគ្រឿងនេះគឺប្រើប្រាស់ជាមួយនឹងកម្លាំងសាក 66W Honor Supercharge ដែលយើងអាចធ្វើការប្រើប្រាស់ក្នុងការសាកថ្មបានយ៉ាងលឿនក្រុមហ៊ុនក៏បានធ្វើការបញ្ជាក់តាក់ទងជាមួយនឹងគុណភាពថ្មនៅលើទូរស័ព្ទមួយគ្រឿងនេះគឺអាចធ្វើការប្រើប្រាស់បានរហូតដល់6ឆ្នាំឯណោះសម្រាប់អ្នកដែលធ្វើការនៅខាងក្រៅច្រើនខ្ញុំជឿថាគាត់ប្រកាសជាចាប់អារម្មណ៍តាក់ទងជាមួយនឹងទូរស័ព្ទមួយគ្រឿងនេះហើយដោយសារតែភាពធន់ក៏ខ្លាំងហើយគុណភាពថ្មក៏ធំដែរដែលគាត់អាចធ្វើការប្រើប្រាស់បានដោយអត់ចាំបាច់យកឆ្នាំងសាកទៅតាមខ្លួននោះទេបន្ទាប់ពីយើងបានដឹងថាទូរស័ព្ទនេះគឺវាមានភាពធន់ខ្លាំងមែនប៉ុន្តែតាក់ទងជាមួយនឹងកម្រាស់របស់វាគឺមិនក្រាស់ពេកទេដែលទូរស័ព្ទមួយនេះគឺមានកម្រាស់ត្រឹមតែ 7.76 មីលីម៉ែត្រតែប៉ុណ្ណោះហើយចំពោះអេក្រង់វិញគឺយើងទទួលបានជាមួយនឹងទំហំ 6.79 អ៊ីនជាប្រភេទ OLED display ដែលយើងឃើញថាទំហំអេក្រង់នេះគឺឃើញថាលាតពេញតែម្ដងដែលវាផ្ដល់ភាពងាយស្រួលឲ្យយើងក្នុងការប្រើប្រាស់ឬក៏ការដែលយើងចង់មើលវីដេអូនៅលើទូរស័ព្ទមួយគ្រឿងនេះបទពិសោធន៍ក្នុងការមើលវីដេអូនៅលើទូរស័ព្ទមួយនេះគឺឃើញថាល្អហើយយើងក៏ទទួលបានជាមួយនឹងកម្រិត refresh rate រហូតដល់120Hz ផងដែរក្នុងករណីដែលយើងយកទូរស័ព្ទនេះទៅប្រើនៅខាងក្រៅគឺមិនចាំបាច់បារម្ភនោះទេគឺតាក់ទងជាមួយនឹងកម្រិតពន្លឺវិញគឺរហូតដល់ 6000 nit ដែលយើងអាចធ្វើការប្រើប្រាស់ដោយមិនចាំបាច់យកដៃទៅបាំងអេក្រង់នោះទេក្រុមហ៊ុនក៏បានគិតអំពីសុខភាពភ្នែករបស់អ្នកប្រើប្រាស់ដែលគេបំពាក់មកជាមួយនឹងមុខងារមួយដែលគេហៅថា Honor Eye Comfort Display ដែលមុខងារមួយហ្នឹងគឺវាដើរតួនាទីក្នុងការជួយកាត់បន្ថយទៅលើពន្លឺពណ៌ខៀវចំពោះ performance នៅលើ Honor X9D នេះគឺវាដំណើរការជាមួយនឹង chip Snapdragon 6 Gen 4ជាមួយនឹង RAM 12GB ហើយនឹង RAM ជំនួយ 12GB ហើយនឹង storage 256GB ខ្ញុំក៏បានធ្វើការចំណាយពេលជាមួយនឹងទូរស័ព្ទមួយនេះមួយរយៈក្នុងការដែលខ្ញុំធ្វើការទៅលើការងារប្រចាំថ្ងៃរបស់ខ្ញុំដូចជាការ call ការឆាតសន្ទនាការដែលយើងសរសេរ script ការដែលថតរូបថតវីដេអូហើយនឹងការងារផ្សេងៗដូចជាលេង game អីគឺឃើញថាវាផ្ដល់ភាពរលូនហើយនឹងវាធ្វើការបានយ៉ាងល្អផងដែរនៅផ្នែកកាមេរ៉ានៅខាងក្រោយគឺយើងទទួលបានជាមួយនឹងទំហំ 108 megapixel ultra sensing ជាមួយនឹងប្រព័ន្ធទប់លំនឹង OIS សម្រាប់ការថតរូបភាពហើយនឹង EIS សម្រាប់ការថតវីដេអូនៅក្នុងការប្រើប្រាស់ជាក់ស្ដែងគឺវាជួយបានច្រើនមែនទែននៅពេលដែលយើងថតរូបទៅដៃរបស់យើងអង្គើនៅពេលដែលយើងធ្វើការថតវីដេអូនៅខាងក្រៅ
ក៏ដូចជាយើងថតវីដេអូនៅពេលដែលយើងដើរឬក៏យើងរត់ក៏ដោយហើយយើងក៏ទទួលបានជាមួយនឹង Ultra Wide Lens ដែលមានទំហំ8 megapixel ហើយនៅខាងមុខវិញគឺយើងទទួលបានជាមួយនឹងកាមេរ៉ាដែលមានទំហំ16 megapixel សម្រាប់យើងប្រើប្រាស់ក្នុងការថត selfie នៅក្នុងករណីដែលយើងប្រើប្រាស់ទូរស័ព្ទមួយនេះក្នុងការថតវីដេអូវិញគឺយើងអាចធ្វើការថតបាននៅក្នុងកម្រិត 4K 30 fps គុណភាពរូបភាពដែលថតចេញពីទូរស័ព្ទមួយនេះគឺឃើញថា sharp តាក់ទងជាមួយនឹងពណ៌ពេញក៏ឃើញថាដិតល្អហើយអ្វីដែលខ្ញុំចាប់អារម្មណ៍មួយគឺតាក់ទងជាមួយនឹងមុខងារ noise reduction នៅពេលដែលយើងថតវីដេអូមានន័យថានៅពេលដែលយើងថតវីដេអូនៅខាងក្រៅហើយមានសំឡេងរំខានគឺយើងអាចធ្វើការបើកជាមួយនឹងមុខងារមួយហ្នឹងវានឹងធ្វើការជួយកាត់បន្ថយទៅលើសំឡេងរំខានចេញពីវីដេអូរបស់យើងនៅក្នុងទូរស័ព្ទនេះដែរ Honor ក៏ផ្ដល់ឲ្យជាមួយនឹង AI camera tool ដែលវាអាចធ្វើការជួយកែសម្រួលទៅលើរូបភាពដែលវាមានដូចជា AI eraser AI cut off AI out painting AI upscale ហើយនិង AI fast tune ផងដែរឧទាហរណ៍ថាខ្ញុំជាអ្នកផលិតមាតិកាហើយខ្ញុំត្រូវថតរូបដើម្បី post ខ្ញុំថតទៅជាប់សម្រាមឬក៏ជាប់ផ្សេងៗខ្ញុំអាចធ្វើការប្រើប្រាស់ជាមួយនឹង AI ទាំងអស់ហ្នឹងជួយកែសម្រួលហើយខ្ញុំអាចធ្វើការយករូបទាំងអស់ហ្នឹងទៅ post ភ្លាមៗតែម្ដងហើយចំណុចមួយទៀតដែលខ្ញុំចង់បញ្ជាក់ប្រាប់អ្នកទាំងគ្នាដែរថាទូរស័ព្ទមួយនេះគឺយើងអាចធ្វើការប្រើប្រាស់ជាមួយនឹងសេវា 5G បានដែលនេះគឺជាចំណុចដែលសំខាន់មែនទែនដូចយើងដឹងអញ្ចឹងថាប្រទេសកម្ពុជារបស់យើងបានដាក់ 5G ឲ្យយើងប្រើប្រាស់ហើយចំពោះទូរស័ព្ទមួយនេះគឺវា support ជាមួយនឹង 5G ខ្ញុំបានធ្វើការ test speed ខ្ញុំបានធ្វើការប្រើប្រាស់សម្រាប់មើលវីដេអូអីគឺឃើញថាយើងអាចធ្វើការប្រើប្រាស់មួយឆ្ងាញ់តែម្ដងជាមួយនឹង 5G ចំពោះ Honor X9D នេះគឺដំណើរការនៅលើ Magic OS 9.0 ដែលវាផ្អែកនៅលើ Android 15នៅក្នុងទូរស័ព្ទមួយនេះក៏មានជាមួយនឹង AI ដែលវាអាចជួយទៅលើ productivity ក៏ដូចជាការងារប្រចាំថ្ងៃរបស់យើងផ្សេងទៀតដែលវាមានដូចជា AI translation ដែលវាអាចធ្វើការជួយបកប្រែនៅពេលដែលយើងនិយាយជាមួយអ្នកដែលគាត់និយាយភាសាដទៃ face to face translation ដែលវាអាចធ្វើការជួយបកប្រែក្នុងពេលដែលយើងនិយាយជាមួយអ្នកដែលគាត់និយាយភាសាដទៃ AI writing tool Honor Note ជាមួយនឹង AI transcription ហើយនឹង Circle to Search Google Assistant ហើយនឹង Gemini Live ដែលយើងគ្រាន់តែចុចនៅប៊ូតុងគៀននេះតែប៉ុណ្ណោះអូខេអញ្ចឹងបើសិនជាយើងសរុបជារួមអំពីទូរស័ព្ទមួយគ្រឿងនេះគឺឃើញថា Honor X9D នេះគឺវាមានភាពធន់ខ្លាំងជាមួយនឹង IP69K ទំហំថ្មធំ 8300 mAh ជាមួយនឹងការសាកល្បឿនលឿន 66W អេក្រង់ធំផ្ដល់ជាមួយនឹងរូបភាពភ្លឺច្បាស់ល្អដែលវាផ្ដល់ភាពងាយស្រួលក្នុងការដែលយើងចង់មើលវីដេអូកម្សាន្តដែលទូរស័ព្ទមួយនេះគឺយើងអាចធ្វើការប្រើប្រាស់សម្រាប់ long term ឬក៏យើងអាចធ្វើការប្រើប្រាស់បានយូរអង្វែងចំពោះទូរស័ព្ទ Honor X9D នេះគឺមានរហូតដល់3ពណ៌សម្រាប់ឲ្យបងប្អូនធ្វើការជ្រើសរើសទៅតាមតម្រូវការរបស់ខ្លួនឯងស្រឡាញ់បានដែលវាមានដូចជាពណ៌ត្នោតពណ៌ខ្មៅហើយនិងពណ៌មាសអញ្ចឹងបងប្អូនយល់យ៉ាងម៉េចដែរចំពោះទូរស័ព្ទ Honor X9D នេះមានចម្ងល់អីផ្សេងៗហើយចាប់អារម្មណ៍ថងចំណុចណាអាចធ្វើការ comment នៅខាងក្រោមហើយយើងនឹងជួបគ្នាជាមួយនឹងខ្ញុំឆៃហេងនៅវីដេអូក្រោយៗទៀត